សួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងមកមើលកំណែ limit ដែលធ្លាប់ចេញនៅក្នុងប្រឡងពេទ្យឆ្នាំមូលដ្ឋាននៅក្នុងឆ្នាំ2024ហើយយើងនឹងមានវីដេអូកំណែនៅវិញ្ញាសាពេទ្យហ្នឹងជាបន្តទៅទៀតតោះជាក់ស្ដែងឥឡូវយើងមើលការគណនា limit របស់យើងកាលណា x ខិតទៅរក0នៃ1ដក cos x cos 2x នៅលើ x ក្រេចឹងនៅក្នុងការគណនា limit គ្រប់ limit ទាំងអស់គឺបងអូនត្រូវតែមើលរាងរបស់វាថាតើវាមានរាងដូចម្ដេចឥឡូវយើងចំនួន x ដោយ0ចូលទៅក្នុងកន្សោម limit របស់យើងទៅចឹង cos 0របស់យើងនេះវាស្មើ1ណាហើយយើងជួនេះ0ទៅអានេះ cos 0ដែរចឹង cos 0ស្មើនឹង1ចឹង1ដក1នេះខាងលើរបស់យើងគឺ0ហើយខាងក្រោមរបស់យើង x ជួដោយ0ចឹង0ការ៉េនៅតែ0ដូចគ្នាដូច្នេះកន្សោម limit របស់យើងនេះគឺមានរាង0នៅលើ0ដូច្នេះដើម្បីដោះស្រាយពពួករាង0លើ0ហើយចំពោះត្រីកោណមៀតដែលមានកុសបែបនេះគឺគេត្រូវមានការរំលឹកទៅលើរូបមន្តមួយយើងត្រូវចាំយើងមានរូបមន្តមួយគឺ1ដកកុសអាល់ហ្វាចឹងវាស្មើជាមួយនឹង2 sin ការ៉េអាល់ហ្វានៅលើ2នេះគឺជារូបមន្តមួយដែលតកតងទៅនឹង limit នៅក្នុងត្រីកោណមៀតតកតងនឹងកុសជាស្អីយើងមើលតម្រងនេះមាន1ហើយមានកុសដូច្នេះត្រូវតែរំលឹករូបមន្តនេះឲ្យលឿនអញ្ចឹងកាលណាយើងឃើញតម្រងបែបនេះមានកុស x កុស 2x ឬក៏កុស 3x កុស 4x គុណជាប់គ្នាអញ្ចឹងអាហ្នឹងគឺយើងត្រូវការប្រើប្រាស់វិធីថែមថយតួហើយជាក់ស្ដែងយើងសង្កេតឃើញថាកន្លែងនេះយើងមានកុស x ដូច្នេះថែមថយតួកុស x ដើម្បីយើងទាញជាកតាឥឡូវយើងមើលចុះយើងបាន limit x ខិតទៅរក0នៃកន្សោម1ឥឡូវខ្ញុំថែមដកកុស x យើងមើលតួខាងមុខរបស់យើងនេះថាតើវាមានអីពេលខ្លះវាអាចកុស x វាអាចកុស 2x វាអាចកុស 3x ចឹងទៅយើងមើលអាតួខាងមុខនេះណាឥឡូវយើងឃើញថាខាងមុខនេះ x កុស x ដូច្នេះខ្ញុំថែមកុសដកកុស x បូកជាមួយនឹងកុស x វិញចឹងកាលណាយើងថែមនេះដកកុស x បូកកុស x មិន0វិញបើយើងស្រួលណានេះយើងថែមថយតួហើយយើងថែមកន្សោមរបស់យើងនេះវិញមកដកជាមួយនឹងកុស x ហើយគុណជាមួយនឹងកុស 2x ហើយនៅលើទាំងអស់ហ្នឹងគឺនៅលើ x ការ៉េរបស់យើងបន្តទៅទៀតយើងចាប់ផ្ដុំតួមកយើងផ្ដុំតួមកព្រោះយើងនៅឃើញរូបមន្តនេះណា1ដកកុសអាល់ហ្វាវាស្មើជាមួយនឹង2 sin ការ៉េអាល់ហ្វានៅលើ2អញ្ចឹងវាបាន limit x ខិតទៅរក0យើងផ្ដុំតួនេះមកយើងផ្ដុំមួយទៅវាបានគេវាបាន1ដកជាមួយនឹងកុស x ហើយកន្សោមកន្លែងនេះខ្ញុំទាញកុស x នេះជាកតាអញ្ចឹងយើងបានគេយើងទាញកុស x នេះជាកតាអញ្ចឹងកន្លែងនេះវានៅសល់1ហើយកន្លែងនេះយើងទាញកុស x ចេញវានៅសល់កុស 2x ពួកខ្ញុំទាញកុស x នេះចេញជាកតាហើយតោះយើងផ្ដុំតួបានហើយយើងចាប់ដើមឃើញវាចូលរៀងជាក់ស្ដែងវាចូលរៀងហ្នឹងនេះ1ដកកុសអាល់ហ្វានេះវាចូលរៀងអញ្ចឹងយើងចាប់ដើមបញ្ចូលរូបមន្តមកយើងបានអីយើងបាន limit x ខិតទៅរក0 1ដកកុស x អញ្ចឹងវាស្មើនឹងយើងមើលនេះ1ដកកុសអាល់ហ្វាវា2 sin ការ៉េអាល់ហ្វានៅលើ2ណាយើងយកមុំអាល់ហ្វានេះចែកនឹង2ចានេះ1ដកកុស x ចឹងវាបាន2 sin ការ៉េយកមុំរបស់យើងនេះគឺមុំ x ហ្នឹងត្រូវចែកជាមួយនឹង2នេះអានេះដូចគ្នាដែរចឹងបូកជាមួយនឹងកុស x របស់យើងនេះយើងទាញជាកតាយើងទុកមកព្រោះកុស0យើង1យើងជួបតម្លៃ0កុស0 1ផលគុណ1នេះវាអត់មានបញ្ហាអីទេមកគុណជាមួយនឹងអីមកគុណជាមួយនឹងអីនេះ1ដកកុសអាល់ហ្វាចឹងវាស្មើនឹង2 sin ការ៉េអាល់ហ្វានៅលើ2ចឹងវាស្មើជាមួយនឹង2 sin ការ៉េអាល់ហ្វានៅលើ2អាល់ហ្វារបស់យើងគឺ 2x ចឹង 2x របស់យើងចែកនឹង2ចឹងវានៅសល់ x ពោះ2នេះសម្រួលនឹង2នេះអស់ណាចឹងសល់ x តោះនៅលើអីនៅលើ x ក្រេយើងបន្តទៅទៀតយើងចាប់ដល់តម្រូវអូខេចឹងយើងបដូរពេលដែលយើងបដូរពី1ដកកុសនេះបដូរពីពពួកកុសនេះមក sin ហើយកាលណាយើងឃើញ sin យើងនៅឃើញរូបមន្តនេះមួយទៀតណារូបមន្តក្នុងត្រីកោណមៀតដែលសំខាន់ limit ដែលសំខាន់ហ្នឹងគឺរូបមន្ត1អធិស្ឋាន
គឺរូបមន្តយើង limit x ខិតទៅរក0នៃ sin x នៅលើ x របស់យើងនេះគឺស្មើជាមួយនឹង1នេះគេត្រូវឃើញបែបហ្នឹងណាបើន័យថា sin នៃបណ្ដុំណាមួយនៅលើបណ្ដុំណាមួយដែលដូចគ្នាហ្នឹងយើងថែមថយហ្នឹងគឺស្មើនឹង1ឥឡូវយើងមើលមកយើងបន្តទៅទៀតជាមួយយើងបន្តនេះយើងបានអីបាទជាមួយយើងបន្តទៅទៀតយើងបានអីជាក់ស្ដែងរបស់យើងមិញរបស់យើងហ្នឹងគឺយើងមានរបស់យើងជាស្រ័យយើងបានអីតោះ limit x ខិតទៅរក0របស់យើងមិញនេះរបស់យើងមិញគឺ2 sin ការ៉េ x នៅលើ2យើងថែមថយតួមកបាន2 sin x នៅលើ2នេះយើងចែកថែម x នៅលើ2ហើយទាំងអស់ហ្នឹងគឺវាក្តោបការ៉េណាព្រោះរបស់យើងកន្លែងហ្នឹងមិញគឺ sin ការ៉េ x នៅលើ2ចេះអញ្ចឹងយើងនឹកឃើញរូបមន្តមួយដូចខ្ញុំនិយាយមិញអញ្ចឹង sin នៃបណ្ដុំ x ax ណាមួយចែកជាមួយនឹង ax ណាមួយគឺវាស្មើនឹង1ណាកាលណា limit ហ្នឹង x ខិតទៅរក0នេះដូច្នេះយើងថែមថយបណ្ដុំហ្នឹងឃើញទេបណ្ដុំរបស់យើងគឺ x នៅលើ2អញ្ចឹងយើងថែមថយ x នៅលើ2ប៉ុន្តែវានៅក្តោបការ៉េរបស់យើងនេះរបស់យើងគឺ x នៅលើ2វានៅក្នុងការ៉េអញ្ចឹងយើងថែមថយនៅក្នុងការ៉េអញ្ចឹងយើងសងនៅក្នុងការ៉េដូចគ្នាចានេះ x នៅលើ2នៅក្នុងការ៉េកាលណាចេញមកក្រៅការ៉េវាត្រូវ x ការ៉េនៅលើ4យើងថែមថយសងអញ្ចឹងណាហើយមួយទៀតរបស់យើងកន្សំរបស់យើងមួយទៀតគឺ cos x គុណជាមួយនឹង2 sin ការ៉េ x sin ការ៉េ x ចេញថែមថយមកវាបាននេះគេវាបាន sin x នៅលើ x យើងថែមថយប៉ុន្តែវាក្តោបការ៉េហើយទាំងអស់ហ្នឹងត្រូវសងចេញមកក្រៅមកវិញគឺបើវាក្តោបការ៉េចឹងវាត្រូវ x ការ៉េគ្នាយើងអធិស្ឋានយើងសេគិតលើពេកឃើញទេនេះចេះវាត្រូវ x ការ៉េកន្លែងនេះណានៅលើអីនៅលើរបស់យើងមិនគឺ x ការ៉េអានោះគឺយើងថែមថយអញ្ចឹងកាលណាមាន sin យើងត្រូវនឹកឃើញ sin នៃបណ្ដុំណាមួយនៅលើបណ្ដុំណាមួយកាលណា limit x ខិតទៅ0អញ្ចឹងវាស្មើជាមួយនឹង1ហើយឥឡូវយើងមើលខ្ញុំទាញ x ការ៉េនេះជាកតានេះ x ការ៉េនេះខ្ញុំទាញជាកតាដើម្បីសម្រួលជាមួយនឹងខាងក្រោមចឹងយើងបានអីយើងបាន limit x ខិតទៅ0នៃ2sin x នៅលើ2ចែកសង x នៅលើ2ហើយទាំងអស់ហ្នឹងលើកជាការ៉េខ្ញុំតិច x ការ៉េនឹងជាកតាខ្ញុំវានៅសល់តែ1នៅលើ4នេះហើយបូកជាមួយនឹង cos នេះមុំ x ទាំងអស់ហ្នឹងទៅគុណនឹងអីគេទៅគុណនឹង2តោះហ្នឹងវាក្តោបនេះរបស់យើងមិញគឺ sin x នៅលើ x សងការ៉េនេះខ្ញុំទាញ x ការ៉េនេះចេញហើយគ្នាយើងអញ្ចឹងខ្ញុំទាញចេញជាកតាខាងក្រៅខ្ញុំទាញចេញជាកតាខាងក្រៅកន្លែងនេះគឺ x ការ៉េហើយទាំងអស់ហ្នឹងគឺនៅលើ x ការ៉េអញ្ចឹងខ្ញុំសម្រួល x ការ៉េនឹងចោលខ្ញុំសម្រួល x ការ៉េនឹងចោលណាអញ្ចឹងយើងបានអីតោះយើងនឹកឃើញយើងមិញកាលណាបើ limit x ខិតទៅរក0នៃមុំ sin x នៅលើ x បណ្ដុំណាមួយអញ្ចឹងអាចចែកនឹងបណ្ដុំណាមួយគឺវាស្មើ1ហើយតោះឥឡូវយើងមើលអញ្ចឹងនេះ sin នៃបណ្ដុំណាមួយនៅលើបណ្ដុំណាមួយនេះគឺវាស្មើ1ហើយអញ្ចឹង1ការ៉េក៏នៅតែ1ដែរហើយ1មកគុណ2អញ្ចឹងវានៅសល់2ទៅគុណជាមួយនឹង1នៅលើ4តោះហើយបូកអ្វីទៀតយើងជួ x របស់យើងស្មើ0ចូលទៅអញ្ចឹងកុស0របស់យើងនេះវាត្រូវកុស0នេះយើងវាត្រូវកុសនៃមុំ0គុណជាមួយនឹងsin x នៅលើ x របស់យើងគឺស្មើ1កាលណា x ខិតទៅ0នេះ sin x នៅលើ x ស្មើ1អញ្ចឹង1ការ៉េ1នៅលើជាការ៉េស្មើ1ហើយ1មកគុណ2អញ្ចឹងមានសល់2តោះឥឡូវយើងបានអី2នេះយើងសម្រួលជាមួយនឹង4អស់ហើយអញ្ចឹងវានៅសល់1នៅលើ2ហើយកុស0របស់យើងគឺស្មើ1កុស0របស់យើងគឺស្មើ1មកគុណ2អញ្ចឹងបាន2តោះបូកដកវិភាគមកយើងតម្រូវភាគបែកមកវាបាន1បូកជាមួយនឹង2ដង4នៅលើ2អញ្ចឹង5នៅលើ2នេះជាចម្លើយអញ្ចឹងយើងដូចនេះឲ្យស្អាតទៅណាខ្ញុំកាត់កន្លែងបន្តិចដូចនេះហ្នឹងនេះជាចម្លើយរបស់គេអញ្ចឹងនេះទីយើងយល់អំពីរូបមន្ត limit ដែលតកតងទៅនឹងត្រីកោណមាត្រហើយវាគឺជាលំហាត់វិញ្ញាសាដែលចេញនៅក្នុងការប្រឡងពេទ្យឆ្នាំមូលដ្ឋាន
ដូច្នេះយើងអាចយកអានឹងជាឯកសារដើម្បីមើលបានហ្នឹងហើយអរគុណច្រើន